việc thu lục rúថ្ងៃនេះយើងមកធ្វើការងារបន្តទៀតគឺ file permission part 3ដែលមុននឹងចូលទៅកាន់ file permission part 3យើងចូលទៅកាន់មើលទៅលើប្រធានបទរបស់យើងដែលនៅក្នុង exercise របស់យើងលើកនេះគឺមាន folder ចំនួន3ដែលមានដូចជា PHP នៅក្នុង subfolder SV1 Java នៅក្នុង subfolder SV1 ដូចគ្នា Python ក៏នៅក្នុង subfolder SV1 ដូចគ្នាហើយនៅក្នុងនោះគឺមាន user ចំនួន7គឺ SVA SVB SVC SVD SVE SVF និង SVG ដែល user ទាំងអស់ហ្នឹងគឺមាន permission នៅក្នុង file របស់ខ្លួនរៀងៗខ្លួនអញ្ចឹងឥឡូវយើងចូលទៅកាន់ SVA ដែល user SVA នេះគឺមាន permission ទៅលើ file PHP ដែលមាន permission សម្រាប់ read write និង execute ហើយនៅក្នុង file Java ជាមួយនឹង Python គឺ null គឺគ្មាន permission ទេរីឯ SVB វិញគឺមាន permission នៅក្នុងតែ file Java ទេនៅក្នុង file PHP ក៏ null ដូចគ្នាដែរហើយ permission នៅក្នុង file Java គឺ read write execute ហើយ SVC គឺមាន permission ដែលនៅក្នុង file Java ដូចគ្នាដែលមាន permission read និង execute SVD ក៏ដូចគ្នាមាន permission នៅក្នុង file Java ដូចគ្នាគឺ read និង execute SVE មាន permission នៅក្នុងតែ file Java ទេគឺ read write និង execute រីឯ SVF វិញគឺមាន permission read និង execute រីឯ user SVG វិញគឺមាន permission តែនៅក្នុង file Python ទេគឺ read write និង execute ឥឡូវនេះយើងអានជាមួយនឹង exercise របស់យើងរួចរាល់ហើយឥឡូវនេះយើងចូលទៅកាន់ការសរសេររបស់យើងជាដំបូងឡើយខ្ញុំសូមបង្កើតជាមួយនឹង folder មួយដែលមានឈ្មោះថា SV1 ដែលយើងប្រើ command mkdir SV1 file ហ្នឹងមានរួចរាល់ហើយឥឡូវនេះយើងចូលទៅ cd SV1 ហើយយើងទៅបង្កើតជាមួយនឹង subfolder នៅក្នុង SV1 យើងប្រើជាមួយនឹង command sudo mkdir ដូចគ្នា .p /SV1/php យើងទៅបង្កើតជាមួយនឹង folder Java ដូចគ្នា Java យើងបង្កើតជាមួយនឹង Python តមកទៀតយើងបង្កើតជាមួយនឹង user ទាំង12របស់យើងដែលយើងប្រើជាមួយនឹង sudo mkdir.p sudo user add .m.sv.a យើងបង្កើត b យើងបង្កើត .g មក c d e ឥឡូវនេះយើងបានបង្កើត user ចំនួន7ហើយគឺមាន user PA B C D E F G ហើយបន្តមកទៀតគឺយើងត្រូវបង្កើតជាមួយនឹង password របស់ user ឲ្យ user នីមួយៗដែលយើងប្រើជាមួយនឹង command sudo ជាមួយនឹង pass wd អាហ្នឹងគឺជា command មួយសម្រាប់បង្កើត password ហើយបន្តមកទៀតយើងវាយ sv .a យើងបង្កើតពី a ដល់ g ទៅនេះវាឲ្យយើង retype password ហ្នឹងឲ្យត្រូវដូចអាចារ្យមកអូខេអញ្ចឹងបន្តមកទៀតយើងដូរទៅដល់ g ទៅ c d មកទៀត f a b c d e e មុន
ឥឡូវនេះយើងបានបង្កើត password ឲ្យ user នីមួយៗហើយបន្តមកទៀតគឺយើងត្រូវរៀបគ្រប់ដែលយើងមាន3ទៅតាម file របស់យើងដែលមាន Java PHP និង Python ចាឥឡូវនេះយើងទៅបង្កើតគ្រប់ដែលយើងប្រើជាមួយនឹង command sudo ដូចគ្នាហើយប្រើជាមួយនឹង group add group underscore php sudo group add and group underscore php យើង enter បន្តមកទៀតយើងបង្កើតជាមួយនឹង Java ហើយយើងបង្កើតជាមួយនឹង Python បន្តមកទៀតយើងចង់ដើម្បីយើងចង់ដឹងថា user របស់យើងបង្កើតបាន user អីខ្លះដូច្នេះយើងនឹងប្រើ command មួយដែលមានឈ្មោះថា com chain នេះប្រើជាមួយនឹងសញ្ញាប្រើជាមួយនឹង .u ហើយយើងប្រើជាមួយនឹង sv dot ដើម្បីមើលថា user sv dot របស់យើងមានអ្វីខ្លះយើង enter មកនៅវានឹង load មានថា user របស់យើងមាន ab sv.a sv.b sv.c sv.d sv.e sv.f ជាមួយនឹង sv.g អញ្ចឹងដូចគ្នាដែរបើសិនជាយើងចង់មើលគ្រប់របស់យើងថាយើងបង្កើតបានគ្រប់អ្វីខ្លះនៅខាងលើហ្នឹងអញ្ចឹងយើងប្រើជាមួយនឹង .g ហើយ script កន្លែងនេះយើងប្រើជាមួយនឹងgroup underscore ហើយយើង enter មកនោះយើងនឹងឃើញមានgroup 3ដែលយើងបានបង្កើតមុនហ្នឹងគឺនៅខាងនេះគឺមានgroup PHP Java និង Python អញ្ចឹងបន្ទាប់ពីយើងឆែករួចរាល់ហើយយើងនឹងធ្វើការទាញយក user នោះចូលទៅកាន់folder ដែល user ស្ថិតនៅមាន permission រៀងៗខ្លួនដូច្នេះដើម្បីទាញបានគឺយើងប្រើជាមួយនឹង command sudo user mode .a g ធំហើយជាមួយនឹងក្រុមដែលយើងចង់ add មានដូចជាក្រុមដំបូងគឺ PHP ហើយជាមួយនឹង user ដែលយើងចង់ add ដែល user SVA គឺនៅក្នុងក្រុម PHP យើងប្រើជាមួយនឹង sudo user mode .a តូច g ធំក្រុម PHP ហើយជាមួយនឹង sv.a យើង enter មកឥឡូវនេះយើងបានបញ្ចូលរួចរាល់ហើយយើងគ្រាន់តែបដូរជាមួយនឹងឈ្មោះរបស់ user ជាមួយនឹង group ដែលយើងចង់ add ដោយសារតែ PHP របស់យើងគឺមាន user sv.a តែមួយទេហើយ sv.b c d e f គឺស្ថិតនៅក្នុង group Java រីឯ user sv.g វិញគឺស្ថិតនៅក្នុង group Python ដូច្នេះឥឡូវនេះយើងដូរតែឈ្មោះ group ជាមួយនឹង user មកហើយយើង enter បន្តទៀតកន្លែងនេះគឺស្ថិតនៅក្នុង group Java ដូចគ្នា sv.c enter ទៀតមកយើងធ្វើរហូតដល់ user app ឥឡូវនេះយើងធ្វើនៅក្នុងក្រុម Java គឺមានត្រឹម user f ទេរីឯ user g user sv.g របស់យើងវិញគឺស្ថិតនៅក្នុងក្រុម Python ដូច្នេះយើងបដូរជាមួយនឹងក្រុម underscore python មកហើយជាមួយនឹង sv.g របស់យើងឥឡូវយើងមុននឹងចំណុចបន្ទាប់នេះគឺយើងត្រូវ change owner ប៉ុន្តែមុននឹងយើង change owner យើង list វាមើលមួយសិនគឺយើងប្រើជាមួយនឹង ls .ld / ជាមួយនឹង folder របស់យើងដែលយើងចង់មើលជាមួយនឹងsub folder ដែលយើងចង់មើលអញ្ចឹងនៅក្នុងនេះគឺយើងអត់ទាន់មាន owner ទេអញ្ចឹងផ្សេងទៀតក៏ដូចគ្នាដែរគឺយើងមិនទាន់មាន owner ទេអញ្ចឹងឆែកមើលទាំងអស់សិនទៅអត់មានដូចគ្នា Python ក៏អត់មានដូចគ្នាអញ្ចឹងឥឡូវនេះគឺយើងឥឡូវនេះគឺយើងប្រើជាមួយនឹងការ change owner ដែលយើងប្រើជាមួយនឹង command មួយដែលមានឈ្មោះថា sudo chown ដែលមាន chown ដកជាមួយនឹង all ហើយវាយឈ្មោះ user ដែលយើងចង់ដាក់ជា owner group underscore php /sv1/php
o độ o sv độ a php độ clear slash sv យើង enter មកយើងបង្កើតបានមួយហើយកន្លែងនេះយើងគាត់តែបដូរ user ជាមួយនឹងក្រុមsubfolder របស់យើងទៅកន្លែងនេះខ្ញុំដាក់ user.b កន្លែងនេះនៅក្នុងក្រុម Python របស់យើងនៅក្នុងក្រុម Python របស់យើងគឺមានតែ user g ទេចឹងយើងដាក់ g តមកទៀតយើងទៅ list វាមើលម្ដងទៀតដែលយើងប្រើជាមួយនឹង command list ls .ld /sv1 php យើង list php មុននោះយើងនឹងឃើញមានuser sv.a ជាក្រុម owner របស់ក្រុម php យើងទៅមើលក្រុមផ្សេងទៀតដែលមានដូចជាក្រុម java យើងឃើញមាន sv user sv.b ទីឯនៅក្នុងក្រុម python របស់យើងវិញយើងលីចេញមកវានឹងឃើញមាន sv user sv.g ជាក្រុម owner អញ្ចឹងយើងឃើញថាសិទ្ធិរបស់ owner របស់យើងមួយគឺមានសិទ្ធិពេញចេញជា default ទាំងអស់ដោយសារតែយើងអត់ទាន់បានកែសិទ្ធិរបស់user នៅក្នុង folder មួយទេឥឡូវនេះយើងចូលទៅកាន់ការកែប្រែជាមួយនឹងសិទ្ធិរបស់ user មួយដែលយើងប្រើជាមួយនឹងsudo chmod 700ដែល700នេះគឺជាសិទ្ធិ full ហើយចូលទៅកាន់sv1 ជាមួយនឹង php ហើយយើង enter ទៅហើយយើងធ្វើបែបនេះដូចគ្នាទៅកាន់ java ដោយសារតែនៅក្នុង folder java នេះគឺមាន user ច្រើនដូច្នេះយើងដាក់សិទ្ធិវាពេញសិនទៅចាំយើងកែវាតាមក្រោយឥឡូវនេះយើងចុងក្រោយដែលខ្ញុំប្រាប់គឺនៅក្នុង php ជាមួយនឹង python គឺមាន user តែមួយទេហើយ user តែមួយហ្នឹងគឺមានសិទ្ធិ full ទាំងអស់ដូច្នេះយើងត្រូវដាក់700វាត្រឹមត្រូវអញ្ចឹងបន្ទាប់ពីយើងដាក់សិទ្ធិឲ្យ user ទាំង3 folder ហើយយើងចូលទៅកាន់ការកែប្រែទៅលើសិទ្ធិរបស់ user នៅក្នុង folder របស់ Java អញ្ចឹងបន្តមកទៀតគឺយើងទៅកែប្រែសិទ្ធិនៅក្នុង user ដែលស្ថិតនៅក្នុង folder Java ដែលមាន user ជាច្រើននោះឯងដូច្នេះយើងប្រើ command មួយដែលមានឈ្មោះថា sudo set fact fact នេះហើយ .m u ហើយជាមួយនឹង user ដែលយើងចង់បដូរuser.c ដោយសារតែ user b គឺយើងមាន set full ហើយអញ្ចឹងយើងមិនបាច់បដូរទេដែលនៅក្នុង user c នេះគឺមានសិទ្ធតែ read និង execute ទេតទៅនេះយើងប្រើជាមួយនឹង slash នៅក្នុង subfolder ជាមួយនឹង folder របស់យើងនៅក្នុងនេះគឺ sv1 ទៅមកយើង enter command not found អញ្ចឹងពេលនេះយើងបានកែជាមួយនឹង permission របស់user svc ហើយនៅក្នុង file java ដែលយើងឲ្យវាមាន permission ត្រឹមតែជា read និង execute តាមរបស់វាដែលយើងបានមើលវិធានរបស់យើងអញ្ចឹង user ផ្សេងៗដូចគ្នាយើងនឹងមើលតាមវិធានរបស់វាថា user ហ្នឹងគេ allow ឲ្យវាធ្វើអីខ្លះអញ្ចឹងបន្ទាប់ពី C ហើយគឺ D read និង execute ដូចគ្នាយើង enter មកហើយបន្តទៀតគឺ E read និង execute ដូចគ្នាដែរហើយបន្តទៀតគឺ F ដែល F គឺមាន permission read write និង execute អញ្ចឹងកន្លែងនេះដាក់ time មួយទៀតមកsorry F read execute E read write និង execute អូខេអញ្ចឹងកន្លែងនេះ execute អញ្ចឹងយើងទៅកែកន្លែងនេះឡើងវិញuser E view មួយទៀតអូខេបន្ទាប់ពីយើងកែរួចរាល់ហើយយើងចង់ឆែកមើលថានៅក្នុង
file របស់យើងនៅក្នុង folder របស់យើងមាន user អីខ្លះហើយមាន permission អីខ្លះយើងប្រើជាមួយនឹងយើងប្រើជាមួយនឹង command មួយដែលមានឈ្មោះថា get first l ហើយទៅកាន់ folder ដែលយើងចង់ឃើញគឺទីមួយគឺខ្ញុំចង់ឃើញជាមួយនឹង folder php យើង enter មកហើយយើងនឹងមានឃើញយើងនឹងមានឃើញ owner ដែលមានឈ្មោះថា sv.a នៅក្នុងក្រុម Java ហើយមានជាមួយនឹង permission rwx ដូចគ្នាដែរគឺយើងប្រើជាមួយនឹងក្រុម Java ម្ដង enter ទៅគឺយើងនឹងឃើញមានowner ជា svb sv.b គឺជាក្រុម owner ហើយជាមួយនឹងមាន permission write read execute ហើយជាមួយនឹង user ផ្សេងទៀតគឺមាន permission នៅក្នុងនឹងតាម permission របស់ខ្លួនដែលមាននៅក្នុងប្រធានបទរបស់យើងអញ្ចឹងបន្តមកទៀតគឺនៅក្នុង Python គឺយើងមានតែ user មួយទេគឺ sv.g ហើយជាមួយនឹងpermission read write និង execute អញ្ចឹងការងារ file permission part 3របស់យើងគឺត្រូវបានបញ្ចប់ហើយអរគុណច្រើនលោកគ្រូជំរាបលា